ជំរាបសួរលោកគ្រូថ្ងៃនេះផងដែរពួកខ្ញុំនឹងមក present ពីបញ្ជាក់ទី2របស់យើងគឺនិយាយទៅជាមួយនឹង CPU អញ្ចឹងពួកខ្ញុំមកពីក្រុមទី3អញ្ចឹងមុនដំបូងឡើយខ្ញុំសូមនិយាយពី introduction អញ្ចឹងបញ្ជាក់របស់យើងគឺ present design អំពីទៅជាមួយនឹងចង់បង្កើតមួយ real CPU របស់យើងដែលពួកយើងវានៅក្នុង Circuitverse Simulation Platform ដែលយើងអាច share data ឲ្យគ្នាយើងអាចប្រើ collaboration មួយគ្នាផងដែរនៅក្នុងនោះផងដែរគឺយើងបានបង្កើតទៅជា circuit ជាច្រើនមុននឹងបង្កើតបាន CPU មួយមាន sub circuit មានដូចជាHBit register program counter multiplexer ALU ហើយនឹង instruction មកពី RAM អីច្រើនទៀតហើយចំពោះគោលបំណងរបស់យើងគឺយើងចង់ build hardware sub modular design ហើយយើងតទៅជាមួយនឹង CPU ហើយតទៅជាមួយនឹង real CPU របស់យើងហើយនៅក្នុងនោះគឺយើងមាន complete ទៅលើ program មានដូចជា load មានដូចជា add មានដូចជា sub and មានដូចជា and operator ផងដែរនឹងពួកយើងប្រើទៅលើlogic gate ជាច្រើនហើយនឹងមាន clock នៅក្នុងផងដែរដើម្បីឲ្យវា alert auto ចឹងចំពោះ project plan នឹងរបស់យើងចឹង project plan នឹងរបស់យើងគឺយើងមានគ្នាចំនួន4នាក់មានខ្ញុំមានសេងគឹមមានជាសិនហើយនឹងមានបរមីដោយពួកយើងបែងចែកការងារគ្នាមួយគឺតាមរករៀងខ្លួនហើយខ្ញុំគឺ design ទៅលើ CPU ហើយនឹង instruction block instruction register មានជា RAM មានដូចជាអីចឹងទៅហើយនឹងសំខាន់របស់យើងគឺខ្ញុំតទៅជាមួយ report ហើយនឹង validation របស់ខ្ញុំហើយចំពោះសេងគឹមវិញគឺគាត់រ៉ាប់រងទៅលើ ALU គាត់វាទៅលើ ALU គាត់វាទៅលើ HBit buffer register ផងដែរហើយនឹងគាត់ខាង circuit hardware design មានន័យថាគាត់ខាងត្រួតពិនិត្យខាង circuit board នឹងរបស់ពួកយើងហើយមួយទៀតគឺតកតងមួយជាសិនគឺគាត់រ៉ាប់រងទៅលើ multiplexer ហើយនឹង 8-bit adjuster register ហើយមួយទៀតគឺគាត់ខាង testing ទៅលើ result ឲ្យយើងតើអាចយកជាការបានអត់តើមានចំណុចខ្វះខាតអីអត់ហើយចំពោះបងមីវិញគឺគាត់ instruction register ហើយនឹង decoder ហើយគាត់ក៏ការ testing ដែរដូចគ្នាហើយចំណុចបន្ទាប់ទៀតហ្នឹងគឺ tool ហើយនឹង resource អញ្ចឹងនៅក្នុងនេះផងដែរគឺយើង build ដោយប្រើ simulator យើងគឺទៅលើ Circuitverse platform និង digital platform ផងដែរដែលប្រើវាដូចថាវាមានការងាយស្រួលយើងអាច collaborate គ្នាបានហើយចំពោះទំនាក់ទំនងពួកយើងមានទៅលើក្រុម Telegram ដូចជា Messenger ហើយនឹងមាន Google Doc សម្រាប់ share document ពេលយើងធ្វើ report ពេលអីចឹងទៅអាចចូលកែគ្នាទៅវិញទៅមកបានហើយនឹងមានពួកយើងស្រាវជ្រាវមួយចំនួនហ្នឹងតែតមួយសភៅដែលជា reference របស់យើងហើយចំពោះមួយទៀតតទៅជាមួយនឹង objective and goal របស់យើងអញ្ចឹង objective របស់យើងនឹងមិញហើយគឺ objective របស់យើងចង់បង្កើតជាមួយនឹងយើងមិនថា CPU មួយដែលវាដំណើរការតាមវីដេអូឬក៏តាមអីដែលលោកគ្រូចង់បានចឹងទៅហើយពួកយើងមិនត្រឹមតែប៉ុណ្ណឹងពួកយើងចង់ challenge ខ្លួនឯងតទៅជាមួយនឹងការបង្កើតនេះផងដែរអាចនិយាយថាវាមានការពិបាកហើយនឹងហើយយើងថាវាថ្មីតែពួកយើងបានព្យាយាមហើយចំពោះចំណុចបន្ទាប់ទៀតតទៅជាមួយនឹង component ហើយនឹង overview សូមជូនទៅដល់មិត្តភក្តិខ្ញុំបន្តទៀត